ការពារជំងឺមហារីកពវៀនធំក៏វាស្រដៀងទៅនឹងជំងឺមហារីកផ្សេងទៀតដែរតកតងដំបូងផុតគឺ lifestyle តកតងនឹងការបែបផែនការរស់នៅរបស់យើងប្រចាំថ្ងៃហ្នឹងតកតងជាមួយរបបអាហាររបស់យើងមានតកតងជាមួយនឹងការជក់បារីនិងការភាសាស្រាកាលណាយើងជក់បារីកាន់តែច្រើនភាសាស្រាកាន់តែច្រើនគឺបង្កឲ្យមានហានិភ័យកើតមហារីកកាន់តែច្រើនមហារីកយូរទៅដោយឡែកអីដែលលើសមហារីកផ្សេងទៀតនៅក្នុងពោះវៀនធំគឺអ្នកដែលគាត់មានដុំគេហៅប៉ូលីបពាក្យបច្ចេកទេសគេហៅឫសដូងកាលណាគាត់មានឫសដូងគាត់ត្រូវតែព្យាបាលឫសដូងហ្នឹងគាត់អត់គួរទុកឫសដូងហ្នឹងទេព្រោះអីឫសដូងហ្នឹងគឺវាមានហានិភ័យឲ្យដុំកន្លែងឫសដូងប៉ូលីបហ្នឹងវាវិវត្តទៅជាសាច់កាចក្នុងពេលណាមួយចាយើងដឹងហើយថាមហារីកពោះវៀនយើងចែកចេញជា4ដំណាក់កាល1 2 3 4អញ្ចឹងអត្រាជោគជ័យនៃការព្យាបាលហ្នឹងក៏ទៅតាមដំណាក់កាលមួយដែរនៅក្នុងដំណាក់កាលទី1ទី2អត្រាព្យាបាលជាសះស្បើយជោគជ័យ5ឆ្នាំហ្នឹងគឺសឹងតែ 90% ជាងហើយគាត់ព្យាបាលជោគជ័យមានថាគាត់នៅរស់រៀនលើសពី5ឆ្នាំក្នុងដំណាក់កាលទី3អត្រានៃការព្យាបាលជោគជ័យ5ឆ្នាំហ្នឹងគឺវាប្រែប្រួលទៅតាមស្ថានភាពកូនកដុលរបស់គាត់ថាគាត់វះយកទៅមើលហ្នឹងមានកូនកដុលឬក៏អត់មានកូនកដុលការព្យាបាលមហារីកពោះវៀនធំនៅដំណាក់កាលទី4អត្រាជោគជ័យជុំវិញតែ 10% ជាងឯងសួរថាមិនហៅថាដំណាក់កាលទី4គឺដំណាក់កាលដែលដុំនៅនឹងពោះវៀនធំហ្នឹងរាលដាលដល់សរីរាង្គផ្សេងទៀតឧទាហរណ៍រាលដាលដល់ថ្លើមរាលដាលដល់សួតជាដើមហ្នឹងហើយអញ្ចឹងហើយទៅ screening សំខាន់យើងរកឃើញលឿននៅក្នុងដំណាក់កាលទី1ទី2អត្រាការព្យាបាលជោគជ័យ 90% ជាងចាមកដល់សម័យបច្ចុប្បន្នយើងសម័យទំនើបឥឡូវហ្នឹងគឺការព្យាបាលជំងឺមហារីកគេអត់ធ្វើបែបមួយ standard មួយប្រើគ្រប់គ្នាទៀតទេនៅក្នុងមហារីកពោះវៀនធំឥឡូវហ្នឹងគឺគេកំពុងតែធ្វើ ongoing research តាក់ទងជាមួយនឹងprofile genetic របស់គាត់គេហៅពាក្យបច្ចេកទេសគេហៅ personalized medicine មានន័យថាគាត់មាន mutation gene ប្រភេទណាការព្យាបាលសម្រាប់គាត់ម្នាក់គឺគួរព្យាបាលបែបហ្នឹងគាត់ម្នាក់ទៀតអ្នកជំងឺកមាន mutation បែបណាយើងព្យាបាលបែបនេះអ្នកជំងឺម្នាក់ទៀតខមាន gene mutation បែបណាយើងព្យាបាលបែបម្យ៉ាងទៀតសម្រាប់អ្នកជំងឺខអញ្ចឹងមិនមែនថាការព្យាបាលតែមួយហ្នឹងអាចប្រើបានគ្រប់គ្នាបានទេឥឡូវគឺយើងវិវត្តជឿនលឿនដល់ថ្នាក់ទៀតគេហៅ personalized medicine ហើយសួរថាមិនបានខុសគ្នាអញ្ចឹងដើម្បីអីគឺកាលណាលំអស់មួយដែល personalize សម្រាប់តែអ្នកជំងឺម្នាក់នឹងមួយអញ្ចឹងហើយផលដែលបានពីការព្យាបាលហ្នឹងកាន់តែខ្ពស់ជាងរបស់មួយដែលយើងប្រើមួយសម្រាប់មនុស្សទូទៅគ្រប់គ្នា